បានសួស្តីបងប្អូនទាំងគ្នាអញ្ចឹងវីដេអូនេះគឺយើងមកឆាបាយគ្រឿងសមុទ្រដោយប្រើសោះណាអញ្ចឹងសំខាន់សម្រាប់សិស្សដែលគាត់បានទិញមេរៀនហើយបើសិនជាបងប្អូនអត់ទាន់បានទិញមេរៀនបងប្អូនអាចទិញមេរៀនហើយទៅវគ្គនេះគឺជាវគ្គបាយឆាហើយយើងមកឆាបាយគ្រឿងសមុទ្រជាធម្មតាគឺយើងត្រូវតែបើកភ្លើងឲ្យខ្លាំងហើយដាក់ប្រេងឆាដាក់ខ្ទឹមចូលខ្ទឹមពេលដែលយើងដាក់ហើយគឺយើងដាក់បន្លែដាក់ផ្កាយើងចូលហ្មងដើម្បីកុំឲ្យខ្ទឹមនឹងខ្លោចទាន់តែបើសិនជាផ្ទះយើងអត់ទាន់ក្តៅអាហ្នឹងយើងអាចកូរខ្ទឹមឲ្យឈ្ងុយតិចសិនទៅតែបើផ្ទះយើងក្តៅខ្លាំងហើយគឺយើងត្រូវតែដាក់បន្លែដាក់បកាហ្នឹងគឺចូលឲ្យលឿនហើយបាយគ្រឿងសមុទ្រម្ចាស់នេះគឺភ្ញៀវគាត់យកទៅបកាទៅណាយើងត្រូវមានមឹកមួយទៀតអញ្ចឹងបន្ទាប់ពីយើងដាក់បកាដាក់ហើយយើងដាក់ពងមាន់យើងចូលមកហើយដាក់បាយយើងចូលមកអញ្ចឹងពងមាន់ត្រូវកូរឲ្យរៀងរឹងបន្តិចកុំតាន់ដាក់បាយបើសិនយើងដាក់ទាំងជ្រាយវាអាចធ្វើឲ្យពងមាន់នឹងវល់ជាមួយបាយវាអត់ស្អាតទេតែបើយើងដាក់ចេះវាអាចធ្វើឲ្យមានសរសៃពងមាន់រឹងហើយការឆាបាយរបស់ខ្ញុំគឺខ្ញុំអត់សូវប្រើប្រេងទេតែពេលអញ្ចឹងវារឿងស្ងួតទើបខ្ញុំបន្ថែមប្រេងតិចទៅពេលដែលយើងប្រើប្រេងច្រើនពេកវាធ្វើឲ្យបាយហ្នឹងអត់ឈ្ងុយណាអានេះសំខាន់ណាអញ្ចឹងយើងប្រើប្រេងល្មមបន្តិចល្មមវាធ្វើឲ្យបាយហ្នឹងឈ្ងុយវាដូចជាប្រភេទបាយដែលវាឆេះជាមួយនឹងផ្ទះពេលដែលវាឆេះជាមួយផ្ទះទៅវាធ្វើឲ្យក្លិនបាយហ្នឹងឈ្ងុយហើយអញ្ចឹងបានយើងឆាទៅវាជាប់ចិត្តភ្ញៀវតែបើយើងឆាប្រើប្រេងច្រើនគឺអត់ឈ្ងុយទេណាអត់ឈ្ងុយញ៉ាំទៅតលន់ហើយភ្ញៀវក៏អត់ចូលចិត្តប្រេងច្រើនដែរអញ្ចឹងពេលដែលយើងឆាបាយស្ងួតហើយគឺយើងដាក់ជាមួយទឹកសុសរបស់យើងដូចខ្ញុំបញ្ជាក់អញ្ចឹងទឹកសុសនេះគឺចំនួន30 ក្រាមស្មើនឹង3ស្លាបព្រាបាយហើយយើងឆាជាមួយនឹងបាយយើងឲ្យសព្វមកជាពិសេសគឺយើងធ្វើមិនឆាមិនដើម្បីឲ្យស្ងួតពេលដែលយើងឆាយើងតឡើងភ្លើងឲ្យខ្លាំងៗណាបងប្អូនហើយអានេះគឺម្ទេសទេម្ទេសដែលភ្ញៀវគាត់កំងគាត់យកហិល3អញ្ចឹងយើងត្រូវដាក់ម្ទេសឲ្យគាត់ហើយខ្ញុំសូមបញ្ជាក់ឡើងវិញបងប្អូនតែផងមួយការឆាបាយនេះគឺភ្លើងគឺសំខាន់ប្រើភ្លើងឲ្យខ្លាំងពេលដែលយើងបន្ថយដាក់អីមួយគឺយើងបិទភ្លើងសិនទៅតែបើយើងដាក់ហើយគឺយើងត្រូវតែតឡើងភ្លើងឲ្យខ្លាំងដើម្បីឲ្យអាភ្លើងហ្នឹងវាឆេះនៅលើខ្ទះវាឆេះគៀនណាទៅពេលវាឆេះគៀនទៅវាធ្វើឲ្យបាយនេះឈ្ងុយហើយដែលខ្ញុំគៀកដាលអញ្ចឹងគឺខ្ញុំចង់ឲ្យបាយស្ងួតឲ្យបាយលោតឲ្យគ្រាប់បាយលោតនៅក្នុងកដាលខ្ទះពេលគ្រាប់បាយលោតទៅវាធ្វើឲ្យបាយនេះឈ្ងុយហើយវាស្ងួតបាយអញ្ចឹងបាយឆាគ្រឿងសមុទ្រម្ចាស់នេះគឺរួចរាល់ហើយខ្ញុំបញ្ជាក់អានេះសម្រាប់សិស្សដែលទិញមេរៀនអញ្ចឹងបើសិនជាបងប្អូនអត់ទាន់ទិញមេរៀនទេបងប្អូនអាចទិញមេរៀនទៅបងប្អូននឹងចេះវិធីឆាទាំងអស់ហ្នឹងហើយអរគុណ